ឃើញវីដេអូស្អាតប៉ុណ្ណឹងទៅមើលជាក់ស្ដែងស្អាតជាងនឹង10 ដងចាដូចនៅដែលយើងឈរលើឋានសួគ៌មើលមកអញ្ចឹងកន្លែងនេះជាចំណុចដែលខ្ញុំធ្វើគម្រោងនេះមកយើងមិនមែនផ្ដោតទៅលើតែរឿងមេមរតផាកទេយើងផ្ដោតទៅលើសួនឧទ្យានអនុស្សាវរីយ៍ដែលវាពាក់ព័ន្ធនឹងការលើកស្ទួយវប្បធម៌អរិយធម៌របស់ខ្មែរយើងបែបសាសនារបស់ខ្មែរយើងចានឹងជាចំណុចសំខាន់របស់គម្រោងអញ្ចឹងបើសិនជាខ្ញុំធ្វើជាគម្រោងត្រឹមតែជាមេមរតផាកយើងដាក់តែម៉ុងអីគឺអត់មានអីអស្ចារ្យទេទោះបីជានៅក្នុងដីដែលមានហុងស៊ុយល្អមែនបានន័យថាបើសិនជាយើងធ្វើតែត្រឹមតែម៉ុងវាស្មើនឹងការបម្រើផលប្រយោជន៍បុគ្គលចាតែបុគ្គលទេចាប៉ុន្តែនៅក្នុងគម្រោងយានផារ៉ាដៃគឺយើងបែងចែកមួយផ្នែកធំដើម្បីយើងរៀបចំជាកន្លែងទីសក្ការៈចាដោយសារតែអំណោយផលរបស់ភូមិសាស្ត្រគេហៅថាជ័យភូមិរបស់ដីដែលក្នុងគម្រោងយានផារ៉ាដៃហ្នឹងគឺគេហៅថាមានភ្នំមានក្បាលភ្នំច្រើនគេហៅនាគមានក្បាលច្រើនចឹងដល់ពេលនាគក្បាលច្រើនចឹងបានន័យថាយើងអាចបែងសូនបានអ្វីដែលជាសំណាងហ្នឹងគឺក្បាលភ្នំនីមួយគឺនៅក្នុងអង្សារដែលមិនចេះផុតយុគចាអញ្ចឹងមានន័យថាយុគណាក៏ល្អដែរនឹងហើយបានគេនិយាយថាកន្លែងហ្នឹងជាកន្លែងកំណត់ទ្រព្យដូនតាដែលបន្សល់ឲ្យខ្មែរយើងកូនខ្មែរយើងចំនួនក្រោយដែលធ្វើឲ្យកូនខ្មែរយើងរុងរឿងខ្លាចជាមហាសេដ្ឋីហ្នឹងចាអញ្ចឹងទៅបានខ្ញុំរៀបចំផែនការហ្នឹងនិយាយទៅខ្ញុំប្រើពេល2ឆ្នាំនៅក្នុងការធ្វើការងារហ្នឹងព្រោះដោយសារវាជាគម្រោងមួយដែលធំបើយើងសិក្សា Master Plan មិនបានត្រឹមត្រូវវាស្មើនឹងគម្រោងធម្មតាអញ្ចឹងនៅពេលដែលយើងចង់ឲ្យគម្រោងនឹងខ្លាចជាគម្រោងមិនធម្មតាហើយអស្ចារ្យនឹងអាចទាញយកកផលប្រយោជន៍ពីទេសចរបរទេសបានយើងត្រូវតែរៀបចំឲ្យបានល្អិតល្អន់ចាចំណុចហ្នឹងហើយបានខ្ញុំបែងចែកមកក្បាលភ្នំផ្សេងមួយទៀតដែលมันពាក់ព័ន្ធជាមួយនឹងមេមរតផាកទេតែក៏មើលគ្នាអត់ឃើញដែរចាសូនចេតិយគឺនៅតាមចេតិយទៅសូនភ្នោដូនតាក៏តាមភ្នោទៅអ្នកដែលថាអូភ្នោប៉ុន្តែនៅក្នុងការ design របស់ខ្ញុំភាគច្រើនគឺខ្ញុំ design បែបរចនាបថខ្មែរចាមិនមែនជារចនាបថចិនទេអញ្ចឹងយើងយករចនាបថខ្មែរមកប្រើហើយមិចគ្នាជាមួយនឹងក្បួនហុងស៊ុយបែបជាសាសអញ្ចឹងអតិពលមកគឺដូចគ្នាមិនចាំបាច់តែប្រើរចនាបថចិនទេដូចខ្ញុំធ្លាប់និយាយមួយថាបើសិនជាយើងចង់ឲ្យភ្នោដូនតាយើងជួយយើងមិនចាំបាច់តែប្រើរចនាបថរបស់ចិនទេរចនាបថរបស់ខ្មែរយើងនឹងហើយរៀបចំ design ឲ្យតែល្អទៅគឺកូនចៅមានបានដូចគ្នាចាប្រើភាសាខ្មែរស្មាតោដូចថាបើប្រើភាសាចិនបើដូនតាយើងមិនទាំងស្គាល់មិនចេះអក្សរចិនផងទៅគាត់ទៅរោមកគាត់មិនឃើញហ្នឹងអញ្ចឹងមែនទេចា